ក្រោយពីបញ្ចប់ភារកិច្ចខ្ញុំក៏បានត្រឡប់មករួចក៏ឆ្លៀតចូលទិញបុកល្ហុងនៅផ្ទះអ៊ីម្នាក់គាត់លក់បុកល្ហុងនឹងនៅទល់មុខសាលាឃុំទេបងប្អូនអញ្ចឹងខ្ញុំក៏បានបន្ថែមនៅសាច់ក្រក2សាច់ចកនឹង2អញ្ចឹងសរុបទាំងបុកល្ហុងនិងសាច់ចកអស់តែ8000រៀលទេបងប្អូនហើយក៏គាត់មានលក់នំអីតិចតួចដែរប៉ុន្តែខ្ញុំអត់បានទិញទេខ្ញុំទិញតែបុកល្ហុងនិងសាច់ចកហ្នឹងទេហើយខ្ញុំក៏អង្គុយរងចាំគាត់បន្ទាប់មកខ្ញុំក៏បានបុកល្ហុងដែលខ្ញុំចង់បានហើយបងប្អូនបន្ទាប់ពីដល់ផ្ទះខ្ញុំក៏មិនបងអង្គយូរទេបងប្អូនហើយត្របេះលឹកទួតនិងត្រប់ញងអញ្ចឹងក៏យកមកបន្ថែមជាមួយបុកនឹងឲ្យវាមើលទៅកាន់តែច្រើនហើយមានបន្លែហូបកាន់តែច្រើនទៀតអញ្ចឹងព្រោះអីខ្ញុំហូបច្រើនណោះប៉ុណ្ណឹងហូបអត់ឆ្អែតទេបងប្អូនមួយចានហ្នឹងតែដោយសារថវិកាយើងតិចយើងធ្វើតាមថវិកាអញ្ចឹងទៅខ្ញុំរៀបចំដាក់ថាសហ្នឹងបងប្អូនចាក់ចូលទៅមើលទៅដូចរឿងច្រើនគួរសមដែរប៉ុន្តែឃើញប៉ុណ្ណឹងបងប្អូនអត់ឆ្អែតខ្ញុំទេនិយាយទៅកំពូលហូបទៅប៉ុន្តែអត់ធាត់ទេគីឡូវិញនៅដដែលបាទមិត្តភ័ក្តិអីគេឡើងគីឡូឲ្យនៅសារតែខ្ញុំទេបងប្អូនបាទមើលទៅបងប្អូនតំណងហ្មងអើយមកដល់កន្លែងនេះជាតិហ្មងបងប្អូនមុនហូបបុកល្ហុងខ្ញុំដាក់ទឹកមកក្អឹកពីក្អឹកសិនដើម្បីឲ្យសើមកមួយអ៊ូលអញ្ចឹងណាបងប្អូននិយាយទៅកន្លែងគាត់លក់បុកល្ហុងហ្នឹងមួយចាន5000នេះសារអីដោយសារជើងមាន់អត់ទាន់ឆ្អិនណោះអញ្ចឹងគាត់ដាក់តែប៉ាត់ទេឲ្យខ្ញុំហ្នឹងណានិយាយទៅគឺខ្ញុំអាចថា top fan គាត់ដែរដោយសារខ្ញុំចូលទិញតែកន្លែងគាត់ទេដោយសាររសជាតិអាចទទួលយកបានណាបាទដូចអ្វីដែលបងប្អូនបានឃើញអញ្ចឹងគឺថាឆ្ងាញ់មែនតើបងប្អូនហើយលេខមួយម៉ាត់ទៅគឺថាជាតិនោះជាតិសាហាវមកបងប្អូនហើយហូបមួយចានហ្នឹងហូបបាត់ឆ្អែតទៀតណាខ្ញុំប្រុងជិះទៅទិញទៀតណាប៉ុន្តែភាសាគិតថារឿងឆ្ងាយដែរគូសំដែរ 4-5 គីឡូដែរចាំថ្ងៃក្រោយចាំបន្តទៀតទៅហូបតិចសិនទៅធ្វើម៉េចតាមតណើយកទៅអញ្ចឹងហូបហើយអីហើយចាំដាក់បាយតាមក្រោយបើប៉ុណ្ណឹងអត់ឆ្អែតហងត្រូវនឹងបុកទៀតបងប្អូនហើយអត់ប្រៃទេហើយក៏អត់ហឹលដែរនិយាយទៅមកល្មមហូបតែម្ដងបងប្អូនដូចដែលបងប្អូនបានឃើញអញ្ចឹងមួយម៉ាត់ដែលខ្ញុំញាត់ចូលមាត់ណាបងប្អូនគឺថារសជាតិសង្ឃថាมันអាចបំភ្លេចបានឆ្ងាញ់មែនតើបងប្អូនអញ្ចឹងបងប្អូនអាចសាកបានអាចជួយទិញគាត់ទៅក៏បានដែរបងប្អូនណានៅទល់មុខសាលាឃុំយើងទេអញ្ចឹងបងប្អូនអាចចូលទៅទិញទៅមួយចានតែ5000នេះបងប្អូនតែថ្ងៃនេះអត់មានជើងមាន់ទេតែបើមានជើងមាន់ទៀតកាន់តែពិសេសទៀតដោយសារអីជើងមាន់អត់ទាន់ឆ្អិនណាបងប្អូនមើលតែខ្ញុំហូបក៏ដឹងដែរថារសជាតិខ្ញុំធានាជួនណាបងប្អូនហើយបើសិនជាយើងចង់ហឹលយើងចង់រសជាតិបែបណាយើងអាចកម្មង់គាត់បានបងប្អូនអត់អីទេគាត់អាចដាក់តាមតម្រូវការតែម្ដងណាបងប្អូនបើនិយាយពីរសជាតិដែលខ្ញុំកំពុងហូបនេះបងប្អូនរសជាតិជូរអែមសមល្មមហើយបូករួមជាមួយនឹងភាពហឹលរបស់ម្ទេសតិចទៀតធ្វើឲ្យគ្រប់ម៉ាត់ដែលខ្ញុំដាក់ចូលមាត់ណាបងប្អូនគឺមានរសជាតិឆ្ងាញ់មែនទែនត្រូវនឹងមានសាច់ចកជាមួយនឹងសាច់ក្រកថែមទាំងស្លឹកកន្ទូតទៀតបងប្អូនអូជីវិតថាត្រូវគ្នាយ៉ាងនេះអញ្ចឹងវីដេអូនេះបងប្អូនគឺមានតែប៉ុណ្្នឹងទេបងប្អូនជួយ follow ខ្ញុំអ្នកមួយហើយ share ម្នាក់មួយផងបងប្អូនអរគុណសម្រាប់ការគាំទ្រ